សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងសិក្សាពីរបៀបនៅក្នុងការឆាតទៅកាន់ Business Support ដើម្បីឲ្យគាត់ជួយយើងនៅក្នុងការដោះស្រាយពាក់ព័ន្ធជាមួយនឹង Ad Account របស់យើងក៏ដូចជា Page របស់យើងណាអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាចូលមកកាន់ Facebook របស់យើងមើលខាងលើនេះគឺ facebook.com អញ្ចឹងណាអញ្ចឹងយើងបន្ថែមពាក្យមក slash ជាមួយនឹង business slash help ជាមួយនឹង slash support ចេះមកហើយនៅពេលដែលយើងបាយពាក្យទាំងអស់នេះហើយយើងចុច enter ទៅវានឹងលោតផ្ទាំងទៅកាន់ business support តែយើងហើយអញ្ចឹងមកដល់កន្លែងនេះគឺចូលកន្លែង business support ហើយវាមានផ្ទាំងខៀវមួយដែលយើងចង់ស្វែងរកចម្លើយពាក់ព័ន្ធជាមួយនឹងអីគេហើយយើងចង់ឲ្យគេ support យើងត្រង់ចំណុចហ្នឹងយើងអាចចុចកន្លែង get start នេះមកដល់កន្លែងនេះគឺគេឲ្យជំរើសយើងនៅក្នុងការ select ពាក់ព័ន្ធជាមួយនឹងបញ្ហាដែលយើងកំពុងជួបប្រទះណាទាំងប្រភេទ account ad របស់យើងក៏ដូចជា page របស់យើងអញ្ចឹងយើង select មកបើសិនជាយើងមានបញ្ហាពាក់ព័ន្ធជាមួយនឹង account យើង select account មកហើយបើសិនជាយើងមានបញ្ហាពាក់ព័ន្ធជាមួយនឹង page យើង select page មកឧទាហរណ៍ខ្ញុំ select យក page មួយនេះដើម្បីដោះស្រាយបញ្ហានៅក្នុង page ហ្នឹងអញ្ចឹងកន្លែងនេះគឺ list ឲ្យយើងឲ្យពាក់ព័ន្ធជាមួយនឹងបញ្ហាផ្សេងៗអញ្ចឹងយើងអាច select មើលបញ្ហាមួយណាដែលពាក់ព័ន្ធជាមួយនឹងយើងហើយយើងធ្វើការ select លើហ្នឹងមកឧទាហរណ៍ខ្ញុំ select ទៅលើបញ្ហាពាក់ព័ន្ធជាមួយនឹងការបដូរឈ្មោះ page អញ្ចឹងខ្ញុំ select កន្លែងនេះមកគឺវាផ្ដល់ជាជំនួយដល់យើងឯងវាការយើងពាក់ព័ន្ធជាមួយនឹងការបដូរឈ្មោះ page យើងត្រូវចូលដល់កន្លែងណាមតនៈអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងធ្វើតាមមតនៈហើយយើងនៅតែធ្វើអត់បានទៀតយើងអាច contact ទៅខាង supporter ផ្ទាល់តែម្ដងកន្លែងនេះគឺ confirm email នេះគឺជា email ដែលយើងបង្កើត Facebook ណាប៉ុន្តែបើសិនជា email ហ្នឹងយើងអត់ប្រើសម្រាប់ឆ្លើយឆ្លងទេយើងអាចដាក់ email បន្ថែមទៀតនៅក្នុងការទំនាក់ទំនងជាមួយគាត់ចឹងយើងអាចបន្ថែម email ទៀតមក email ដែលយើងប្រើឬក៏អត់បន្ថែមក៏បានដែរចឹងកន្លះពេលប្រហែលជាកន្លះម៉ោងទៅ1ម៉ោងអីខាងគាត់នឹងឆ្លើយតបមកវិញវាអាចលឿនជាងហ្នឹងឬក៏វាអាចចំណាយពេលយូរជាងហ្នឹងអញ្ចឹងណាអាស្រ័យទៅលើខាង supporter ផងដែរហើយយើងអាចឆ្លើយឆ្លងសួរសំណួរជាមួយគាត់ផ្សេងៗបន្ថែមទៀតបានចឹងសម្រាប់ការឆាតទៅកាន់ Facebook Support គឺមានតែប៉ុណ្្នឹងឯងហើយសម្រាប់ចម្ងល់ផ្សេងៗទៀតគឺអាចឆាតសួរបន្ថែមទៀតបានអរគុណ